ជ័យអស់ហើយនៅតែរូបខ្ញុំមិនតន់ស្គាល់ក៏ត្រោយខ្ញុំខំស៊ូគេក៏ប៉ុន្តែមិនមានអ្នកឆ្លោតជំរួតតាមសមាជីវទោះបីជាខ្ញុំដួលខ្ញុំត្រូវតែក្រោបឈរខ្ញុំជាមនុស្សស្មោះត្រង់ខ្ញុំមិនចេះพูดមិនចេះផរត់ថ្ងៃគេរស់នៅក្នុងបរិយាឯខ្ញុំវិញរស់ក្នុងបន្ទប់ជួលអារម្មណ៍ឆេះជួលពេលដែរគេឌីលថាគេថាខ្ញុំក្រទៅខ្ញុំមិនបានការសម្ដីគេអ្នកមាននិយាយចេញឡើងអចាតធ្វើឲ្យខ្ញុំជឿខ្សាសែនក្តងក្ដួលមួយជីវិតខ្ញុំមិនដែលប្រៀបធៀបនឹងគេតែសុំកុំមើលងាយរូបខ្ញុំជាអ្នកក្របានទេជីវិតអើយជីវិតហេតុអ្វីភាពទុក្ខលំបាកមកតាមឡើងទេហេតុអ្វីខ្ញុំចង់មានបានមិនក៏មិនមានបានដូចជាគេខ្ញុំចង់ឲ្យទុក្ខលំបាកធ្លាក់ទៅពូអាមើងងាយគេកុំឲ្យវាបានចេះតែព្រោះឲ្យកុំចេះមកមើងងាយបានទេខ្ញុំរត់ទាំងត្រដាប់ត្រដួត្រដឡើងមកភ្នំពេញព្រោះតែខ្ញុំចង់កិច្ចពីភាពក្រខំប្រឹងយ៉ាងណាក៏នៅតែជួបរឿងមិនល្អធ្វើការទិញជាគេរាប់ឆ្នាំមេរាប់ខែមានសល់អ្វីពេលដែលរូបខ្ញុំទៅលេងស្រុកទៅលេងពុកទៅលេងម៉ែឲ្យកូនសំទងដែលមានកូនប្រុសម្នាក់នេះមិនបានការឲ្យកូនលើកដៃសំពះឲ្យកូនសុំគូដៃសន្យាកូននឹងខំប្រឹងដើម្បីគ្រួសារមិនចង់ឲ្យគេមើលងាយថាពូយើងនេះក្ររហាមទៀតទេណាម៉ែណាទេណាម៉ែណាជីវិតអើយជីវិតហេតុអ្វីភាពទុក្ខលំបាកមកតាមឡើងទេហេតុអ្វីខ្ញុំចង់មានបានមិនក៏មិនមានបានដូចជាគេខ្ញុំចង់ឲ្យទុក្ខលំបាកធ្លាក់ទៅពូអាមើងងាយគេកុំឲ្យវាបានចេះតែព្រោះឲ្យកុំចេះមកមើងងាយបានទេគ្មានអ្នកណាដែលថាចង់ក្ររហាមដោយពូនេះឯងមើងងាយខ្ញុំទេហើយមួយគ្រានេះវាសិតតែពាក្យចាក់ដោតតែគេធ្លាប់មើងងាយខ្ញុំតែដឹងទេជីវិតខ្ញុំរត់ទាំងត្រដាប់ត្រដួត្រដឡើងមកភ្នំពេញព្រោះតែខ្ញុំចង់កិច្ចពីភាពក្រខំប្រឹងយ៉ាងណាក៏នៅតែជួបរឿងមិនល្អធ្វើការទិញជាគេរាប់ឆ្នាំមេរាប់ខែមានសល់អ្វីពេលដែលរូបខ្ញុំទៅលេងស្រុកទៅលេងពុកទៅលេងម៉ែ